ជំរាបសួរត្រង់អាដាមលោកជំទាវលោកអុកញ៉ាអ្នកអុកញ៉ាលោកស្រីនិងសាធារណជនទាំងអស់ក្នុងនាមជាសមាគមសហគ្រិនស្ត្រីយើងតែងតែជឿជាក់ថាកម្លាំងចូលរួមបែបច្នៃប្រឌិតនិងភាពជាអ្នកដឹកនាំរបស់ស្ត្រីគឺជាកម្លាំងដែលមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍសង្គមជាតិពិតមែនហើយក្រោមប្រធានបទសមភាព Gender ដើម្បីការអភិវឌ្ឍសង្គមជាតិយើងកំពុងនឹងរៀបចំកម្មវិធីធំមួយនៅថ្ងៃទី6ខែមីនាឆ្នាំ2026នេះនៅសន្តាគារសុខាសៀមរាប Resort ផ្លូវ60ម៉ែត្រដើម្បីបង្កើតបណ្ដាញទំនាក់ទំនងនិងពង្រឹងសក្តានុពលអាជីវកម្មភាពជោគជ័យមិនមែនជាការប្រកួតប្រជែងនោះទេប៉ុន្តែជាការរួមដៃគ្នានៅពេលដែលយើងផ្ដល់ឱកាសសម្រាប់ស្ត្រីកាន់តែច្រើនវានឹងនាំមកនូវភាពរុងរឿងនិងស្ថិរភាពសម្រាប់ក្រុមគ្រួសារនិងវិស័យឯកជនទាំងអស់យើងកំពុងស្វែងរកដៃគូសហការដែលចង់ឃើញភាពរីកចម្រើននៃធុរកិច្ចក្នុងប្រទេសកម្ពុជាដើម្បីរួមដំណើរជាមួយគ្នានៅក្នុងកម្មវិធីដ៏ពិសេសនេះចំពោះលោកអ្នកដែលបានចូលរួមឧបត្ថម្ភដល់កម្មវិធីនេះលោកអ្នកមិនត្រឹមតែចូលរួមចំណែកក្នុងកិច្ចការសង្គមតែប៉ុណ្ណោះទេប៉ុន្តែលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជាវីដេអូផ្សព្វផ្សាយពីអាជីវកម្មរបស់អស់លោកអ្នកទៅតាមបណ្ដាញសង្គមនានារបស់សមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាបការថ្លែងអំណរគុណជាសាធារណៈលើเพจផ្លូវការរបស់សមាគមលិខិតថ្លែងអំណរគុណនិងថតរូបជាមួយនឹងគណៈធិបតីឱកាសនៅក្នុងការចូលរួមដាក់តាំងផលិតផលនៅក្នុងកម្មវិធីនិងការដើរបង្ហាញផលិតផលដោយផ្ទាល់នៅលើឆាកដែលមានអ្នកចូលរួមទស្សនាជាច្រើននៅក្នុងកម្មវិធីមួយនេះការចូលរួមដោយឥតគិតថ្លៃចំនួន2នាក់នៅក្នុងកម្មវិធីនេះនិងការបង្ហាញចំណាប់អារម្មណ៍នៅក្នុងថ្ងៃកម្មវិធីខ្ញុំសូមជម្រាបថាការឧបត្ថម្ភរបស់យើងគឺយើងមាន4កម្រិតកម្រិតពេជ្រចំនួនទឹកប្រាក់$1000កម្រិតមាសចំនួនទឹកប្រាក់$500កម្រិតប្រាក់មានទឹកប្រាក់ចំនួន$300កម្រិតធម្មតាមានទឹកប្រាក់ចំនួន$100និងឧបត្ថម្ភជាផលិតផលផ្សេងៗផងដែរនេះជាឱកាសដ៏ល្អពិសេសមួយក្នុងការបង្ហាញការចូលរួមលើកកម្ពស់ស្ត្រីនិងអភិវឌ្ឍសង្គមរបស់ក្រុមហ៊ុនលោកអ្នកស្របពេលដែលពង្រីកបណ្ដាញអតិថិជនថ្មីលោកអ្នកអាចទំនាក់ទំនងមកតាមរយៈเพจផ្លូវការរបស់សមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាបឬក៏ Telegram និងលេខទូរស័ព្ទដូចខាងក្រោមសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាបសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ដែលបានឧបត្ថម្ភកន្លងមកនិងបន្តការគាំទ្ររាល់សកម្មភាពទាំងឡាយរបស់សមាគមសមភាព Gender គឺជាកម្លាំងចលករនៃការអភិវឌ្ឍតោះចូលរួមជាមួយពួកយើងដើម្បីបង្កើនកេរ្តិ៍ឈ្មោះនិងការរីកចម្រើនទៅជាមួយគ្នាគាំទ្រសហគ្រិនស្ត្រីដើម្បីភាពរីកចម្រើនសូមអរគុណ